សូមជម្រាបសួរបងប្អូនទាំងគ្នាក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបដាក់ license សម្រាប់កម្មវិធី Microsoft Office Word Excel PowerPoint ឆ្នាំ2021 អញ្ចឹងសម្រាប់ជំនាញដំបូងយើងបើកកម្មវិធី Word មកនៅពេលដែលបងប្អូនចាប់ផ្ដើមបើកដំណើរការកម្មវិធី Word មកបើឃើញទាំងកម្មវិធី load មកបែបនេះបងប្អូនចុចលើពាក្យ Sub ហើយតមកយើងអាចចុច Close ហើយតមកយើងអាច Close ឬក៏ខ្វែងសិនតមកចូលកន្លែងពាក្យ Account មើលស្នាមដៃចុចលើពាក្យ Change Data Key ហើយតមកយើង copy license key មកផាសចូលដល់ Data Key Control V លើ keyboard ណាហើយតមកចុចពាក្យ Activate Officeហើយបន្តមកទៀតយើងបិទកម្មវិធី Word សិនហើយយើងបើកដំណើរការកម្មវិធីសាថ្មីអញ្ចឹងត្រង់ចំណុចនេះពេលដែលបើកដំណើរការកម្មវិធីមកសាថ្មីអញ្ចឹងនៅលើផ្ទាំងកម្មវិធីហ្នឹងមានជម្រើស2អញ្ចឹងបងប្អូនទីយើងលើគេហើយតមកចុច Next ដើម្បីបន្តទៅមុខទៀតហើយបើសិនជាសិតទៅបង្ហាញមកបែបនេះមានន័យថា license យើងគឺដំណើរការហើយអញ្ចឹងបងប្អូនអាចបិទផ្ទាំងកម្មវិធីនឹងសិនចុច Close ឬក៏អាចចុចខ្វែងខាងលើក៏បានហើយយើងអាចចូលមើលកន្លែង account ភាសាទៀតមកអញ្ចឹងឃើញថា license យើងគឺវាដំណើរការហើយអញ្ចឹងយើងអាចប្រើប្រាស់នៅកម្មវិធី Word Excel ក៏ដូចជា PowerPoint បានអញ្ចឹងបងប្អូនអាចបិទកម្មវិធី Word ភាសាទៀតមកអញ្ចឹងពេលនោះយើងអាចប្រើប្រាស់កម្មវិធីបានហើយអញ្ចឹងសម្រាប់កម្មវិធីក៏ដូចជា license បងប្អូនមានតម្រូវការបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងបានអញ្ចឹងយើងមានទាំងកម្មវិធីមានទាំង license អញ្ចឹងសម្រាប់ license គឺយើងអាចប្រើប្រាស់បានជារៀងរហូតអញ្ចឹងយើងដាក់នៅលើកុំព្យូទ័រមួយណាគឺយើងប្រើបានរហូតនៅលើកុំព្យូទ័រមួយនឹងអញ្ចឹងណាអញ្ចឹងសម្រាប់ license ក៏យើងមានការធានាជូនបងប្អូនដូចគ្នាអញ្ចឹងបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងបាន